ប្រភេទមកគេហៅប្រភេទយិនផងស៊ុយហៅប្រភេទថាមពលដែលត្រជាក់ថាមពលយិនគឺត្រជាក់ចាអញ្ចឹងទៅកាលណាផ្ទះនៅពេលដែលមានថាមពលត្រជាក់ខ្លាំងពេកគឺធ្វើឲ្យការងាររបស់យើងនឹងយឺតចាមិនសូវរលូនទេអញ្ចឹងភាពរីកចម្រើនរបស់កូនចៅគឺមិនលឿនទេលើកលែងតែរយៈកម្លាតនៃម៉ោងរបស់គាត់នឹងមានរយៈកម្លាតឆ្ងាយពីផ្ទះហើយឬក៏មានដើមឈើបាំងអីចឹងក៏អាចកាត់បន្ថយពីថាមពលយិននឹងបានច្រើនដែរចាតែបើករណីថាគៀកផ្ទះពេកអានឹងគឺប៉ះពាល់ជាពិសេសសម្រាប់អ្នកដែលមានផ្ទះហើយកន្លែងគេងរបស់គាត់បន្ទប់គេងរបស់គាត់បើអួចទៅគឺឃើញហ្មងអាហ្នឹងចាអាហ្នឹងគឺប៉ះពាល់ខ្លាំងចាហើយចំណុចមួយទៀតបើសិនតែយើងគិតពីបរិស្ថានវិញគឺប៉ះពាល់បរិស្ថានខ្លាំងព្រោះដោយសារអីអ្នកដែលចិត្តខាងគាត់ក៏ខ្លាចដែរអ្វីដែលប៉ះពាល់មួយទៀតគឺករណីកាលណាម៉ងប្រភេទបែបនៅចិត្តផ្ទះអញ្ចឹងឧទាហរណ៍ថាយើងមានប្រគុណចាប្រគុណរបស់យើងមានលំហូរទឹកគឺនៅក្បែរម៉ងហ្នឹងគាត់ធ្វើឲ្យប៉ះពាល់ម៉ងដូនតារបស់យើងដែរអញ្ចឹងម៉ងដូនតាវាគឺត្រូវការភាពស្អាតចាបានថាមពលដែលនៅជុំវិញទាំងអស់ប្រភេទធម្មជាតិដែលបរិសុទ្ធអញ្ចឹងមិនមែនមានក្លិនឆ្អែតឆ្អាបនៅក្នុងហ្នឹងទេបានថាលូទឹកស្អុយក៏មិនគួរនៅក្បែរមាននៅក្បែរហ្នឹងដែរអញ្ចឹងបើកាលណាមាននៅចិត្តផ្ទះបានថាយើងងុយទឹកជាប្រចាំប្រគុណយើងនៅនឹងហើយនៅនឹងអញ្ចឹងបានថាវាមានធម្មពលដែលអវិជ្ជមានទៅ support ដូចគ្នាទៅ support ភ្នូដូនតាអញ្ចឹងវាធ្វើឲ្យ DNA របស់ដូនតាស្រូបនៅអ្វីដែលមិនល្អប្រភេទគេហៅថាស្រូបនៅអ្វីដែលជាប្រភេទអវិជ្ជមានអញ្ចឹងហុចផលមកកូនចៅក៏អវិជ្ជមានដូចគ្នាដែរចាហ្នឹងជាចំណុចដែលប៉ះពាល់ខ្លាំងតែបងប្អូនយើងមួយចំនួនគឺអត់ដឹងចាយើងអត់អាចបន្ទោសបានទេគឺទី1អត់ដឹងទី2អាចនឹងមិនមានកន្លែងណាបានថាគាត់មានដីតែប៉ុណ្្នឹងចាគាត់មានដីតែប៉ុណ្្នឹងអញ្ចឹងគាត់ត្រូវតែដាក់អញ្ចឹងឯងខ្លះក៏គាត់មានចំការរបស់គាត់ទៅគាត់ក៏អាចយកទៅដាក់ចំការទៅចាហ្នឹងក៏រៀងគ្រាន់បើជាងដាក់ជាប់ផ្ទះដែរចាបើសិនជាមានចំការនៅចំការឬនៅស្រែនៅអីក៏គ្រាន់បើជាងដាក់នៅក្បែរផ្ទះដែរប៉ុន្តែអ្វីដែលសំខាន់គឺទី1កុំឲ្យមានការរង្គោះដល់ម៉ងឧទាហរណ៍ចឹងយើងមានដីមួយនឹងជាប់ផ្ទះរបស់យើងដាក់ម៉ងប៉ុន្តែអ្នកជាប់ផ្ទះរបស់យើងបាយសាប់ចៃដន្យគាត់ទៅធ្វើផ្ទះថ្មីគាត់ទៅបុកគ្រឹះផ្ទះចាបុកគ្រឹះផ្ទះសាប់ចៃដន្យគេហៅម៉ងនឹងក្បាលតំណីទៅកន្លែងគេបុកគ្រឹះហ្នឹងហើយចាំអាទិសដែលឆុងទៀតទៅពេលទៅបុកគ្រឹះចំទិសហ្នឹងទៅអតិពលម៉ងទៅបានអ្វីដែលមិនល្អអវិជ្ជមានពីអាធម្មពលនៃការបុកគ្រឹះរបស់អ្នកដទៃហ្នឹងក៏ហុចផលប៉ះពាល់ដល់កូនចៅដូចគ្នាតែការដែលប៉ះហ្នឹងគឺប៉ះពាក់ព័ន្ធនឹងធម្មពលចក្រវាលគេបើយើងសិក្សាឲ្យលម្អិតឧទាហរណ៍ថាពេលខ្លះបើសិនជាប៉ះពាល់ធម្មពលចក្រវាលពាក់ព័ន្ធនឹងចៅប្លន់គឺចៅប្លន់បើសិនជាប៉ះពាល់នឹងជំងឺគឺមានជំងឺបើពាក់ព័ន្ធនឹងចំនួនគឺយើងឆ្លោះបានន័យថាកូនចៅមានចំនួនបើសិនជាបងខាតរឿងលុយចាមានរឿងផ្សេងគ្នាបើសិនជាយើងសិក្សាលម្អិតទៅថានៅពេលដែលប៉ះតែយើងប៉ះប្រភេទធម្មពលអីគេអញ្ចឹងយើងអាចមកពិភាក្សាឃើញថាតើកូនចៅមានរឿងអីនេះជាចំណុចដែលថាចិនសាយមិនភ្លេចទៅពេលហេតុអីបើគាត់ដឹងរឿងពួកអីដែលថាគួយវិភាគឲ្យជ្រៅថាតើពេលដែលប៉ះនឹងប៉ះចាំពេលវេលាណាគេមើលទៅអតីតបានន័យថាមើលនៅកំឡុងពេលដែលមានបញ្ហាហ្នឹងតើក្នុងកំឡុងពេលដែលមានបញ្ហាហ្នឹងថាមពលអីគេមកចូលមកអញ្ចឹងគេអាចគណនាបានថាតើកូនចៅនឹងមានរឿងអីការធម្មតាក្នុងការរៀបចំហុងស៊ុយមិនមែនជាគ្រប់យ៉ាងត្រូវតែរុះរើទេចាដូចករណីរៀបផ្ទះដូចគ្នាមិនមែនគ្រប់យ៉ាងគឺថាអូខុសមួយនេះទៅវាយកន្លែងនេះចោលខុសកន្លែងនោះទៅវាយកន្លែងនោះចោលគឺមិនមែនទេពួកចិនសាយបើសិនជាជំនាញហ្មងគឺកម្រវាយតែបើកន្លែងណាដែលមានការឲ្យថាអស់រុះរើកន្លែងហ្នឹងបានន័យថាយ៉ាប់មែនតើណាបានតែជាចំណុចដែលថាស្លាក់លុយមែនតើណាបានគេឲ្យវាយតែបើសិនជាខុសមុំគឺគេមានរបៀបនៃការរៀបចំបានទាំងអស់មិនចាំបាច់ឲ្យយើងរុះរើហើយចំណាយលុយច្រើនទេចាម៉ងដូនតាក៏ដូចគ្នាដែរបើករណីថាអូខេម៉ងហ្នឹងមិនបញ្ហាຕົកចោះរក្សាចោះចាតែបើសិនជាករណីមានបញ្ហាអាហ្នឹងគេនឹងប្រាប់យើងហើយថាតើមានបញ្ហាចេះមួយចេះពីរហើយយើងសង្កេតមើលថាតើគ្រួសារយើងអញ្ចឹងមែនអត់ដល់ពេលដែលគេកាលណាគេឃើញម៉ងបែបហ្នឹងមានផលប៉ះពាល់បែបហ្នឹងគេនឹងប្រាប់ឲ្យថាតើអ្នកណាមានរឿងអ្នកណាមានបញ្ហាហើយបញ្ហាអីគេអញ្ចឹងបើយើងមានបញ្ហានឹងបែបហ្នឹងមែនបានន័យថាអតិពលម៉ងគឺហុចផលអវិជ្ជមានឬវិជ្ជមានយើងគិតខ្លួនឯងចំណុចហ្នឹងមិនមែនបានន័យថាគ្រាន់តែឮគេនិយាយហើយយើងជឿទេចាដូចសម្រាប់ខ្ញុំពីមុនណាខ្ញុំមិននិយាយជឿទេប៉ុន្តែហេតុអីបានជាបច្ចុប្បន្នខ្ញុំជឿព្រោះដោយសារអីពិសោធន៍ដោយខ្លួនឯងយើងរៀនហើយយកពិសោធន៍យើងរៀនហើយពិសោធន៍យើងសិក្សាឲ្យជ្រៅដល់ឬគល់ស្រាប់តែយើងពិសោធន៍មកអូអញ្ចឹងហ្នឹងអញ្ចឹងមែនតែយើងមិនបាច់ជឿទេតែនៅពេលដាក់បែបហ្នឹង